ជំរាបសួរបងប្អូនទាំងអស់គ្នាសុខសប្បាយអត់ក៏សួស្តីដល់មិត្តភ័ក្តិទាំងអស់គ្នាដែលបានឃើញវីដេអូរបស់ខ្ញុំផងដែរណាថ្ងៃនេះមកទៀតហើយមកជាមួយនឹងស៊ុបស៊ីឈាន់ស៊ុបបែបចិនណាហើយថ្ងៃនេះធ្វើលក្ខណៈគ្រួសារខ្ញុំបានធ្វើវាជាមួយនឹងកូនស្រីរបស់ខ្ញុំប៉ុន្តែរវល់ពេកដល់ហើយចន្ទអត់បានថតពីពេលវេលាដែលកំពុងតែធ្វើអញ្ចឹងណាបានថតពេលញ៉ាំព្រោះពេលញ៉ាំហ្នឹងលោកប្តីគាត់មកដល់ទៅបានជួយថតឲ្យអីអញ្ចឹងទៅហើយស៊ុបស៊ីឈាន់នេះដែរខ្ញុំដាក់បន្លែដូចជាមានត្រកួនមានផ្សិតមានស្វីបូកូតិចតួចចឹងទៅរួមជាមួយនឹងសាច់គោហើយនឹងគ្រឿងសមុទ្រយើងហ្នឹងមានមឹកមានបង្គាអញ្ចឹងទៅណាហើយរួមជាមួយនឹងឈាមទាគឺអត់អាចភ្លេចបានទេជាមួយនឹងឈាមទាហ្នឹងវាចាប់ជាតិជាមួយនឹងស៊ុបហ្នឹងអញ្ចឹងណាបងប្អូនហើយមានប្រហិតយើងដាក់ប្រហិតហ្នឹងប្រហិតនេះប្រហិតនោះតិចតួចអញ្ចឹងទៅបងប្អូនអើយខ្ញុំមិនសូវស្គាល់ទេអាប្រហិតនំប៉ាវប្រហិតអីគេហ្នឹងឯងចេះតែរើសដាក់ទៅផ្សារជាមួយកូនស្រីកាលពីព្រឹកមិញហ្នឹងឯងហើយឥឡូវហ្នឹងលោកប្តីក៏ជួយដួសឲ្យកូនហ្នឹងវាឆ្អិនហើយពីនេះឲ្យកូនហ្នឹងអត់ស្អីទេហើយមកកូនប្រុសខ្ញុំខោជួយណាឲ្យតែឃើញយើងធ្វើអីទាំងនេះហ្នឹងថាជួយប្រិនណាបងប្អូនអើយចាំជួយប៉ុន្តែជួយហ្នឹងមិនមែនជួយបានសម្រាប់អីទេណាគឺជួយរវល់បន្ថែមកូនប្រុសខ្ញុំនោះប៉ុន្តែនិយាយរឿងអាសាគ្មានអ្នកណាអាសាដល់ទេហើយនោះពុំផាត់ញ៉ាំឯនៅមកមាត់ស្រោមកាមេរ៉ាឲ្យមើលឃើញកូនបើខ្ញុំបន្តិចហើយបងប្អូនទាំងអស់គ្នាមានណាគេចូលចិត្តញ៉ាំស៊ុបស៊ីឈាន់ខ្លះចំពោះជូលីកូនស្រីនាងខ្ញុំចូលចិត្តណាប៉ុន្តែមិនសូវបានឲ្យញ៉ាំទេព្រោះម៉ាក់ប៉ារៀនរវល់ហើយម្យ៉ាងទៀតអ្នកម៉ាក់នេះដូចជាមិនសូវចូលចិត្តមុខម្ហូបមួយមុខនឹងប្រហែលទេដល់អញ្ចឹងទៅដូចជាមិនសូវបានធ្វើឲ្យញ៉ាំទេដូចជាញ៉ាំបាន2ដងទេនេះនិយាយតាមប៉ាត់ទៅនេះហើយមើលមាត់ខ្ញុំនោះគឺថាអូយឆ្ងាញ់ណាស់មិនជាចូលចិត្តទេតែដល់បានញ៉ាំហើយគឺថាពោមយកឆ្ងាញ់យកខ្ញាញ់យកតែម្ដងហើយដល់អញ្ចឹងទៅគីឡូហ្នឹងក៏វាឡើងទៅតាមនឹងដែរទៅហើយឥឡូវហ្នឹងកំពុងតែញ៉ាំតាពីវប់យកហ្នឹងហើយកូនស្រីហ្នឹងគេជួយតែដាក់ទឹកសៀននិងទឹកម្ទេសឲ្យនាងខ្ញុំជ្រលក់ទឹកតាហ៊ូហ្នឹងវាដូចជាមិនត្រូវគ្នាជាមួយរសជាតិណាហើយមកញ៉ាំក្តៅផងអីផងអូយនាងខ្ញុំមកមាត់នោះបើសិនណាជាអ្នកណាគេដូចថាបើកហានលក់អីវ៉ាន់ឬអីហើយនាងខ្ញុំទៅប្រម៉ូតអារឿងញ៉ាំហ្នឹងគេថាដឹងតែជាប់លេខ1តែម្ដងអារឿងមាត់ញ៉ាំហ្នឹងគេថាជំនាញតែមកនាងខ្ញុំហ្នឹងឥឡូវលោកប្តីខ្ញុំហ្នឹងចាប់ផ្ដើមដាក់មួយចានគេដែរហើយនោះកូនស្រីខ្ញុំមកវិញហើយឥឡូវហ្នឹងកំពុងមកនេះណាដូចថាសម្រុតណាចាប់ផ្ដើមងើបម្ដងប្តីម្ដងប្រពន្ធណាពេលវេលានេះគេថាពេលវេលាញ៉ាំតែម្ដងវឹបយកហើយអរគុណណាបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់វីដេអូរបស់គ្រួសារខ្ញុំអរគុណចំពោះការចុច like និង share របស់បងប្អូនទាំងអស់គ្នាក៏ដូចជាមិត្តភ័ក្តិជម្រាបលា